រឿងនីតិសំឡេងខ្លាចរហឹមនៅក្នុងខេត្តមួយឆ្ងាយៗមានភូមិមួយឈ្មោះថាភូមិព្រៃកាំបិតភូមិនេះស្ងប់ស្ងាត់ងាយស្រួលរស់នៅប៉ុន្តែមានតំបន់មួយដែលប្រជាជនមិនសូវទៅចិត្តតំបន់នោះគេហៅថាខ្លាចរហឹមតាមរឿងចាស់ៗពោលថាតំបន់នោះជាទីកន្លែងដែលមានអារក្សឬវិញ្ញាណម្នាក់ស្លាប់ដោយអាហារសត្វព្រៃនៅសម័យបុរាណហើយកន្លែងនោះនៅជិតមាត់បឹងធំមួយដែលព័ទ្ធជុំវិញដោយព្រៃចម្ការដើមឈើជ្រុងជ្រោះថ្ងៃមួយបុរសវ័យកនតាឡាក់ឈ្មោះសុកច័ន្ទបានចាកចេញពីភូមិដើម្បីទៅធ្វើការនៅតំបន់ខ្ពស់ជាភ្នំដែលមានការងារទាក់ទងនឹងកាត់ឈើនិងកសិកម្មសុកច័ន្ទជាមនុស្សសាមញ្ញស្ងាត់ស្ងៀមតែមានចិត្តរឹងប៉ឹងមិនខ្លាចអ្វីងាយៗឡើយក្រោយពីធ្វើការរយៈពេលប៉ុន្មានសប្តាហ៍សុកច័ន្ទចាប់ហោតាមកស្គាល់នឹងតំបន់នោះបានល្អថ្ងៃមួយនៅពេលថ្ងៃលិចគាត់បានដើរទៅដើមឈើធំមួយក្បែរមាត់បឹងដើម្បីសម្រាកព្រោះធុញនឿយពីការងារខ្យល់ត្រជាក់បក់ស្រាលៗប្រលឹងដូចចង់ឲ្យយកគាត់ដេកសម្រាកនៅទីនោះសុកច័ន្ទដេកលក់បន្តិចដល់ពេលយប់ជិតដល់ភ្លើងថ្ងៃលិចទាំងមូលត្រឡប់ទៅជាផ្កាឈូកពណ៌ក្រហមស្រងាត់លើមេឃកាលនោះគាត់លឺសំឡេងចម្លែកពោលពីចម្ងាយធំជាងហ៊ូសុកច័ន្ទខ្ញុំទេសុកច័ន្ទភ្ញាក់ឡើងភ្លាមដកដង្ហើមខ្លាំងគាត់គិតថាប្រហែលជាមនុស្សផ្សេងកំពុងលេងសើចឬសត្វណាមួយស្រែកក្នុងព្រៃប៉ុន្តែសំឡេងនោះកាន់តែច្បាស់ហើយមានអារម្មណ៍ដូចជាអ្នកនិយាយនៅចិត្តត្រចៀកគាត់ធំជាងសុកច័ន្ទមកមើលខ្ញុំសិនខ្ញុំនៅខ្លាចក្រហមគាត់ត្រេកត្រអាលក្រអៀសឡើងហើយមើលជុំវិញមិនមាននរណាតែភ្នែកគាត់ឃើញពន្លឺក្រហមបិទបើកនៅចន្លោះដើមឈើជិតមាត់បឹងគាត់គិតថាប្រហែលជាមានអ្វីមួយប្រហែលជាភ្លើងពីផ្ទះឬអ្នកចាប់ត្រីដោយចិត្តចង់ដឹងសុកច័ន្ទក៏ដើរទៅជិតពន្លឺនោះស្ទើរតែបញ្ចេញសំឡេងរំភើបដូចស្នូខ្លាំងនៅពេលគាត់ទៅដល់កន្លែងនោះបែរជាមានស្នាមស្រួចដូចជាមានអ្នកមួយកាលបានដុតអ្វីមួយដើមឈើនៅជុំវិញក៏ប្លែកមានស្នាមឈាមស្រអាប់ពេញដីចុងក្រោយសុកច័ន្ទស្ដាប់ឮសំឡេងមកតង់ទៀតប៉ុន្តែជាលើកនេះវាមិនមែនសំឡេងមនុស្សទេតែជាសំឡេងដូចជាមនុស្សស្រីយំរែកធំជាងជួយខ្ញុំផងខ្ញុំស្លាប់នៅទីនេះហើយសុកច័ន្ទកិច្ចខ្លួនត្រឡប់ទៅកន្លែងស្នាក់នៅរបស់គាត់ភ័យត្រឡប់ទាំងព្រឹកបន្ទាប់គាត់បានប្រាប់មិត្តរួមការងារមនុស្សចាស់ម្នាក់និយាយថាធំជាងកន្លែងនោះគេហៅថាខ្លាចរហឹមព្រោះនៅឆ្នាំ1975មានស្ត្រីមួយក្មេងម្នាក់ត្រូវសម្លាប់នៅទីនោះដោយមិនបានសុចរិតរាត្រីណាមានពន្លឺក្រហមស្រងាត់គេនិយាយថាវាជាវិញ្ញាណនាងដែលស្នើសុំឲ្យយកជួយផងតាំងពីថ្ងៃនោះមកសុកច័ន្ទមិនហ៊ានទៅក្បែរតំបន់នោះទៀតគាត់ប្រាប់ថាពេលរាត្រីមកដល់គាត់នៅតែឮសំឡេងស្ត្រីម្នាក់ហៅឈ្មោះគាត់តែគាត់តែងតែបិទត្រចៀកស្រមោលមិនចង់ឮទៀតហើយគាត់ស្បត់ថាប្រសិនបើត្រូវទៅកន្លែងនោះមកតង់ទៀតគាត់នឹងយកធូបនិងផ្កាទៅអង្វរវិញ្ញាណនាងដើម្បីឲ្យយកនាងស្ងប់ស្ងាត់ជារៀងរហូត